ជាដំបូងសូមជម្រាបសួរលោកគ្រូនិងសិស្សអ្នកនរគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយអញ្ចឹងថ្ងៃនេះគឺក្រុមហ៊ុនធ្វើការមកសិក្សាអំពី Strong Beam Fiber Sensor អញ្ចឹងចំពោះមេរៀននេះគឺយើងមានមេត្តាចំនួន5ទី1គឺគោលបំណងមេរៀននេះទី2គឺសម្ភារៈអនុវត្តនិង accessory ទី3ការដំឡើងនិងរបៀប set up ទី4គឺដំណើរការនៃការអនុវត្តហើយក៏ចុងក្រោយគឺការប្រើប្រាស់ sensor មួយនេះគោលបំណងគឺមានចំនួន4ទី1គឺបានដឹងពីទូនាទីរបស់ sensor មួយនេះទី2យល់ដឹងពី how to use ឬក៏របៀបប្រើប្រាស់ទី3ដឹងពីដំណើរការរបស់ sensor មួយនេះចុងក្រោយក៏ដូចជាសារៈសំខាន់របស់ sensor មួយនេះអញ្ចឹងយើងចូលដល់ចំណុចទីគឺសម្ភារៈអនុវត្តឬក៏ accessory ហ្នឹងឬក្នុងការអនុវត្ត sensor មួយនេះគឺយើងត្រូវមានសម្ភារៈទី1គឺ accessory ដែលជាទូលវិទី2ត្រូវមានបទជំនួយទី3ត្រូវមានបទជំនួយហើយក្នុងការអនុវត្តនេះគឺយើងមានបទជំនួយរហូតដល់3ហើយទីគឺត្រូវមានអង្គាបដែលយើងអាចហៅថា clamp purpose ដើម្បីគៀប sensor មួយនេះហើយទី4គឺត្រូវមាន bot control ដែលក្នុង bot control យើងគឺបែងចែក3ផ្នែកទី1គឺ input power ដែលជាកន្លែងសម្រាប់main power យើងគឺដោតចេញព្រីចូលមកហើយក៏ convert ទៅជា DC ហើយផ្នែកទី2គឺ terminal ដែល terminal នោះគឺបែងចែកជា2ផ្នែកគឺផ្នែកមួយសម្រាប់យើងដោត sensor ហើយមួយទៀតគឺ relay ហើយផ្នែកចុងក្រោយគេគឺ output ហើយ output ហ្នឹងគឺជាអំពូលមួយដែលបានមកពីការ test sensor នេះឬក៏ជាលទ្ធផលនៃការ test sensor មួយហ្នឹងហើយមួយទៀតគឺយើងត្រូវមាន sensor Strong Beam Fiber Sensor អញ្ចឹងនៅក្នុងការ test គឺយើងត្រូវមានវាមួយគូហើយចំពោះ emitter និង receiver គឺមួយណាក៏បានដោយសារតែវាមានរូបរាងដូចគ្នាហើយមួយទៀតគឺ sensor មួយនេះគឺវាអត់មានខ្សែ output ឬក៏ខ្សែបូកឬក៏ខ្សែដកទេគឺវាមានខ្សែមួយរាងដូចកញ្ចក់ហើយចំពោះខ្សែវាគឺគេដោតជាមួយនឹងឧបករណ៍មួយទៀតគេហៅថា Smart Fiber Amplifier ហើយឧបករណ៍នេះគឺជាឧបករណ៍ដែលអាចបញ្ចេញពន្លឺបានហើយចំពោះឧបករណ៍នេះគឺវាមានកន្លែងជាច្រើនដែលយើងត្រូវដឹងទីមួយគឺកន្លែងប៊ូតុងរៀង breakdown ដែលគេដាក់ក្រោមនេះគេដាក់អក្សរ L និងអក្សរ D ដែលកន្លែងនេះបានន័យថាគឺ line mode និង dark mode ហើយចំពោះប៊ូតុងទៀតគឺរៀងដូចជាកន្លែងដែលដាក់ក្រោមថា mode បានន័យថាប៊ូតុងហ្នឹងបើយើងចាំដូច cell ចឹងធម្មតាពេលយើងចង់បាន function អីមួយយើង set up ឲ្យអស់ហើយយើងត្រូវចុច mode បើយើងចុច mode ទេគឺ function នេះគឺដំណើរការទេហើយប៊ូតុងទៀតគឺប៊ូតុងមួយដែលមានសញ្ញាបូកនិងដកហ្នឹងដែលគេដាក់ចំថា up និង down នេះគឺកន្លែងហ្នឹងបើក្នុងលេខគឺយើងអាចតម្លើងវាឬក៏តម្លាក់លេខចុះហើយបើយើងអាចរក function គឺយើងអាចរកមួយណាក៏បានយើង select ចង់បានមួយនេះចង់បានមួយនោះចឹងទៅហើយចំពោះលេខ999ហ្នឹងគឺសំដៅទៅលើតម្លៃនៃពន្លឺដែលចូលមកទាំងអស់តែថាបើលក្ខណៈថាបើលេខហ្នឹងដល់999ទេបានន័យថាតម្លៃដែលពន្លឺចូលមកគឺវាអត់គ្រប់គ្រាន់ទេនិយាយចំអាហ្នឹងនិយាយទៅគឺចូលមកបានទាំងអស់ឬក៏អត់ទាំងអស់ដូចជាបើយើងដាក់បញ្ឆិតទៅគឺវាអត់បានដល់999តែប៉ុន្តែបើយើងដាក់ sensor ហ្នឹងនៅចូលមកត្រង់ចូលគ្នាមកគឺវាអត់បានដល់999ហើយចំពោះលេខ5000ហ្នឹងគឺសំដៅទៅលើយើងកំណត់លក្ខណៈថាយើងកំណត់3000នៅពេលដែលពន្លឺចូលមកលើសពីចាប់ពី3000ឡើងទៅគឺវាចាប់បានបើថាខោ3000គឺវាដំណើរការតែគឺកន្លែងគឺវាទៅនឹងយើងដាក់ function ដែរហើយចំពោះប៊ូតុងមួយទៀតរៀងមូលហ្នឹងគេដាក់អក្សរខោថា tune កន្លែងហ្នឹងគឺធម្មតាពេលយើងបើកឧបករណ៍ហ្នឹងដើម្បីប្រើប្រាស់គឺយើងត្រូវចុចអានេះជាមុនសិនដើម្បី restart វាម្ដងទៀតលក្ខណៈថាមុននឹងធ្វើអីមួយគឺយើងត្រូវចាប់ផ្ដើម start ពីអាហ្នឹងមុនទេនឹងមានកន្លែងជាច្រើនទៀតដែលយើងត្រូវសិក្សាបន្ថែមទៀតហើយមួយយ៉ាងទៀតគឺ sensor មួយនេះវាមានលក្ខណៈពិសេសដូចជាទី1គឺ detect sensing object នៅក្នុងទីតាំងតូចៗចង្អៀតបានទី2គឺ superior environment resistant ទី3គឺ sensing ប្រភេទនេះគឺវាមិនមាន secret electronic ទេគឺវាមានភាពធន់ខ្ពស់សូម្បីតែស្ថិតនៅក្រោមបរិស្ថានធ្ងន់ធ្ងរដូចជា temperature vibration និងវត្ថុជាដើមហើយទី3គឺវា easy installation the fiber unit are installed close to the sensing object ដូចជាវាផ្ដល់ភាពងាយក្នុងការ install the fiber amplifier unit ហើយមួយទៀតគឺវារៀងពិបាកបុតឬបាត់នេះដោយសារតែវាជាទឹកនោះគឺជាកញ្ចក់ហើយមួយទៀតគឺវាមានតម្លៃថ្លៃហើយចំពោះ sensor មួយនេះវាគឺជា sensor ប្រភេទ NPN ដូចរូបដែលខ្ញុំបានបង្ហាញអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី3គឺរបៀបដំឡើងនិងរបៀប set up អញ្ចឹងដូចជាដំបូងគឺយើងត្រូវមាន fiber Strong Beam sensor ជាមុនសិនហើយដូចជានេះអញ្ចឹងគឺវាជារូបរាងនៃ fiber Strong Beam sensor ហើយចំពោះខ្សែវិញគឺដូចខ្ញុំបានប្រាប់អញ្ចឹងគឺខ្សែវាមានខ្សែ output អីទៅគឺមានតែខ្សែមួយវិញហ្នឹងគឺនៅក្នុងហ្នឹងគឺស្នូលវាជាកញ្ចក់ហើយត្រូវមានឧបករណ៍មួយទៀតគេហៅថា Smart Fiber Amplifier Unit អញ្ចឹងចំពោះឧបករណ៍នេះវាមានខ្សែ3ទី1គឺខ្សែពណ៌ខ្មៅខ្សែ output ទី2គឺខ្សែពណ៌ត្នោតគឺខ្សែបូកហើយទី3គឺខ្សែពណ៌ខៀវគឺខ្សែដកអញ្ចឹងនៅក្នុងការដំឡើងជាដំបូងគឺយើងត្រូវដាក់ sensor ទាំងពីរហ្នឹងនៅទល់មុខគ្នាបន្ទាប់មកទៀតគឺយើងយកដុំបង្គោលជំនួយហ្នឹងដាក់គៀបជាមួយនឹងបតជំនួយហើយយើងមកទៅ on ដើម្បីឲ្យវាជាប់ហើយបន្ទាប់មកទៀតគឺយើងធ្វើការតខ្សែរបស់ amplifier unit ហ្នឹងទៅជាមួយនឹង terminal ហើយយើងក្នុងការដោតខ្សែហ្នឹងគឺយើងត្រូវដាក់តាមប៉ូនីមួយៗរបស់វាដូចជា output ហ្នឹងគឺខ្សែពណ៌ខ្មៅអញ្ចឹងទៅហើយបន្ទាប់មកទៀតគឺយើងត្រូវយកខ្សែរបស់ sensor ទាំងពីរហ្នឹងញាត់ចូលទៅក្នុង run របស់fiber amplifier unit ហើយនិយាយពី run គឺយើងអាចដោតមួយណាក៏បាននៅ run ហ្នឹងដោយសារតែ sensor ទាំងពីរហ្នឹងគឺវាមានរូបរាងដូចគ្នាតមកទៀតគឺយើងត្រូវយក clamp purpose ហ្នឹងតបជាប់ជាមួយនឹងដុំបង្គោលជំនួយរួចហើយយើងត្រូវគៀបamplifier unit របស់យើងហ្នឹងដោយ clamp purpose អញ្ចឹងបន្ទាប់ពីដំឡើងហើយយើងធ្វើការ set up ម្ដងដំបូងគឺយើងធ្វើការ set up ដោយឲ្យ sensor របស់យើងហ្នឹងចាប់ទៅលើ target លើកលែងតែ target ដែលជាវត្ថុថ្លាធ្លុះហើយនឹងវត្ថុល្អិតដូចជាសរសៃសក់ជាដើមអញ្ចឹងជាដំបូងគឺយើងត្រូវការចុច tune និង LD ហ្នឹងឲ្យដំណើរគ្នារយៈពេលប្រហែល3ទៅ5វិនាទីរួចហើយវានឹងលុបពាក្យ OST ដែលពាក្យ OST ហ្នឹងមកពីពាក្យពេញថា restart រួចហើយយើងត្រូវចុច mode ដើម្បី save ដល់ពេលហើយវាក៏លុបពាក្យមួយទៀតគឺ no អញ្ចឹងយើងត្រូវចុច up ក៏បាន down ក៏បានដើម្បីរកពាក្យមួយថា
IT រត់យើងជិតមកជាការស្រាត់ហើយនៅក្នុងការអនុវត្តរបស់ពួកយើងគឺមាន object ជាច្រើនដូចជាទី1គឺមានចានពណ៌សទី2គឺចានពណ៌ខ្មៅទី3គឺកាតទី4គឺវ៉ែនតាដែលសំដៅលើកញ្ចក់វ៉ែនតាហើយទី5គឺសរសៃសក់អញ្ចឹងជាដំបូងគឺយើងធ្វើការអនុវត្តទៅលើ line mode ឬក៏ line on យើងឃើញថានៅពេលយើងចុច line mode គឺកំពូលភ្លឺស្រាប់មកហើយដំបូងគឺយើងធ្វើការអនុវត្តទៅលើចានពណ៌សយើងឃើញថាវាដំណើរការធម្មតាគាត់ថាវានៅមានពន្លឺចូលនៅពេលដែលយើងដាក់ចានពណ៌សក្បែរ sensor គឺធ្វើឲ្យហើយតទៅទៀតគឺយើងធ្វើការអនុវត្តទៅលើចានពណ៌ខ្មៅយើងឃើញថា sensor ដំណើរការគ្រប់ពេលរក្សាតែហើយយ៉ាងទៀតគឺដកពន្លឺគឺមិនអាចចូលតាមរយៈចានពណ៌ខ្មៅនឹងទៅរក្សាដោយបានពន្លឺចិត្តរួចហើយយើងធ្វើការអនុវត្តទៅលើកាតម្ដងក៏យើងឃើញថាវាស្តៀងទៅនឹងចានពណ៌ខ្មៅដែរគឺមិនសូវមានពន្លឺចូលបានទេរួចហើយគឺយើងធ្វើការអនុវត្តទៅលើកញ្ចក់វ៉ែនតាយើងឃើញថាគឺ sensor មិនដំណើរការនោះទេដោយសារតែយើងយក function មួយគឺមិនអាចចាប់វត្ថុថ្លាហើយនិងរបស់ទូចៗសូម្បីតែសរសៃសក់ក៏មិនអាចចាប់បានដែរបន្ទាប់មកទៀតយើងធ្វើការអនុវត្តទៅលើ dark mode ដោយយើងចុចទៅលើប៊ូតុង LED រួចហើយក៏យើងធ្វើការអនុវត្តវាជាម្ដងទៀតយើងឃើញថា sensor គឺដំណើរការដូចពីមុនដូចគ្នាគាត់ថាឥឡូវគឺនៅពេលដែលមាន sensitivity ឆ្លងកាត់គឺវារលត់អញ្ចឹងបន្ទាប់ពីបានអនុវត្តទៅលើ function មួយរួចហើយយើងធ្វើការអនុវត្តទៅលើ function មួយទៀតដែលវាអាចបានចាប់បានគ្រប់យ៉ាងជាដំបូងគឺយើងធ្វើការចុច mode ប្រហែល3វិនាទីទៅដែររួចហើយវានឹង load ពាក្យមួយហៅថា FUNC ហើយវាយើងត្រូវធ្វើការចុចប៊ូតុងបូកដើម្បីចុចរក OPT រួចហើយយើងចុច mode ទៀតហើយវានឹង load ពាក្យ HS រួចហើយគឺយើងត្រូវចុច mode ម្ដងទៀតវានឹង load ពាក្យ DVC ហើយ on យើងចឹងហើយយើងត្រូវចុច mode ម្ដងទៀតវានឹង load ពាក្យ TOWF ហើយយើងត្រូវចុចពាក្យ mode វានឹង load ពាក្យមួយទៀតគឺ PLU រួចហើយយើងចុច mode ម្ដងទៀតវានឹង load ពាក្យ PER ហើយយើងត្រូវការចុចប៊ូតុង up ឬក៏ down ហ្នឹងដើម្បីរកពាក្យ on វិញរួចហើយយើងចុច mode ទៀតវានឹង load ពាក្យ PER ហើយយើងធ្វើការសេរី up និង down ដើម្បីសតតែ PER ដល់ 4 ពេរួចហើយយើងចុច mode ម្ដងទៀតហើយចុងក្រោយទៀតគឺយើងត្រូវចុច tool នោះ sensor នឹងដំណើរការទៅជា function ថ្មីមួយទៀតបន្ទាប់មកគឺយើងធ្វើការអនុវត្តទៅលើ function មួយនេះគឺយើងឃើញថាវាចាប់បានគ្រប់យ៉ាងសូម្បីតែចានពណ៌សក៏វាដំណើរការធម្មតាចានពណ៌ខ្មៅក៏ធម្មតាហើយកាត់ក៏ធម្មតាលើពីនេះទៀតគឺសូម្បីតែកញ្ចក់វ៉ែនតាហើយនិងសរសៃសក់ក៏វាដំណើរការបានដែរហើយបន្តមកទៀតគឺយើងធ្វើការចុចប៊ូតុង LED ដើម្បីសេរីទៅលើ dark mode វិញយើងឃើញថាវាដំណើរការដូចគ្នាដោយសារតែយើងចុច function នេះគឺ function នេះគឺដំណើរការ everything ហើយនេះគឺជា flow chart ក្នុងការអនុវត្ត sensor របស់ពួកយើងអញ្ចឹងឥឡូវយើងចូលដល់ចំណុចក្រោយគឺការប្រើប្រាស់ sensor មួយនេះយើងឃើញថា sensor មួយនេះវាចាប់ផ្ដើមនៅកន្លែងត្រួតពិនិត្យសំណង់ប្រើប្រាស់នៅកន្លែងត្រួតពិនិត្យ sample ហើយក៏ដូចជាប្រើប្រាស់នៅកន្លែងត្រួតពិនិត្យទីតាំងបច្ចេកវិទ្យាអាកាសចររួមទាំងការប្រើប្រាស់ជាជំនួយក្នុងការចំណាយថាមពលនិងប្រើប្រាស់នៅកន្លែងផ្សេងៗទៀតជាចុងក្រោយគឺការបកស្រាយរបស់ពួកខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណលោកគ្រូផងដែរដែលបានចំណាយពេលវេលាស្ដាប់ពួកខ្ញុំបកស្រាយរហូតដល់ទីបញ្ចប់ហើយប្រសិនបើមានការបកស្រាយនៅត្រង់ចំណុចណាមួយមិនច្បាស់លាស់ឬក៏មិនគ្រប់ជ្រុងជ្រោយឬក៏មានពាក្យសម្ដីលើសលុះឬក៏កុសឆ្គងក៏សូមលោកគ្រូមេត្តាអធិស្ឋាននិងអភ័យទោសខ្ញុំផងចុះ